แบบย่อมเคยเป็นลือติดตุ้ยบ่งดังหรือเงิดดังพลื้อให้ดอกบอยเดทมเนอขังมกจงก้ายังอาจดังอาจได้เชียบานปัตตาอัจบาจีกายบ่งបាទហើយបើខ្ញុំបន្តគឺមើលអត់ឃើញទេតិចក៏អត់ឃើញដែរតែវាជាទម្លាប់ទៅហើយរស់នៅប្រចាំថ្ងៃពីកំណើតមកឬក៏ទៅតែបច្ចុប្បន្នកាលឬក៏ពេលណាមួយទេពីតូចមកអាចមើលឃើញបាន50ទៅ60%ហើយម្ដាយឪពុកខ្ញុំដំបូងឡើយក៏គាត់អត់ដឹងថាកូននឹងងឹតដែរកាន់តែតូចណាពេលថ្ងៃអត់អីទេតែពេលយប់ឡើងបញ្ចុកបាយគាត់ឃើញខ្ញុំរាវអញ្ចឹងណារាវយកដៃស្ទាបយកដៃរាវមើលអត់ឃើញទេអត់ឃើញស្លាបព្រាឃើញអីដែលគាត់បញ្ចុកមកណាអញ្ចឹងទៅគាត់ក៏ចាប់អារម្មណ៍គាត់គិតថាខ្ញុំនឹងគេហៅចាស់ហៅល្ងឹតមន់ណាបងល្ងឹតពេលយប់ជំរាបសួរបងទាំងពីរបាទជំរាបសួរបងបាទអរគុណណាស់ថ្ងៃនេះថ្ងៃសម្រាប់ផងឲ្យចំណាយពេលជាមួយខ្ញុំហើយត្រូវចេញទៅក្រៅទៀតមែនទេបាទអរគុណណាស់បងប្អូនធ្លាប់ស្គាល់បងប្រុសបងស្រីទាំងពីរហើយដែលជាពិធីករដ៏ល្បីឈ្មោះតាមរយៈយើងហៅថាទូរទស្សន៍អនឡាញឬក៏វិទ្យុអនឡាញណាបងណាហើយបងប្រុសបងស្រីទាំងពីរនាក់ក៏មាន page ដែលគាត់ធ្វើ blog រាល់ថ្ងៃពីជីវិតរស់នៅរបស់ពួកគាត់ដែរហើយឃើញថាប្លុករបស់ពួកគាត់ក៏ទទួលបានការចាប់អារម្មណ៍ហើយក៏បងប្អូនយើងមានការចូលចិត្តច្រើនដែរខ្ញុំនឹងមកបើកបង្ហាញបងប្អូនអរគ្នាពាក់ព័ន្ធនឹងជីវិតរបស់ពួកគាត់រឿងរ៉ាវស្នេហាក៏ដូចជាការងាររាល់ថ្ងៃនេះថាតើពួកគាត់ចែករំលែកអ្វីជូនបងប្អូនទាំងអស់គ្នាបានអរគុណបងទាំងពីរឥឡូវចង់ជំរាបឈ្មោះបងទាំងពីរបន្តិចបាទសូមអញ្ជើញជំរាបជូនបងប្អូនយើងដែលកំពុងតែទស្សនាចាបងសម្រាប់ខ្ញុំឈ្មោះធីសុភេនីនបងហើយខ្ញុំបាទឈ្មោះអ៊ំជៀនពេលក្នុង Facebook page យើងដាក់ថាបងជៀនភេនីនបងប្អូនជប់ឆ្ងល់តែចំឈ្មោះនៅក្នុង Facebook page យ៉ាងវែងតាមពិតយកទាំងឈ្មោះគ្រួសារទាំងពីរនាក់យកមកដាក់បញ្ចូលគ្នាបងណាចាបងរាល់ថ្ងៃនេះបងទាំងពីរមើលឃើញដែរឬទេសម្រាប់ខ្ញុំមើលឃើញពន្លឺតិចតួចបងដឹងងឹតដឹងភ្លឺហើយរបស់អីដែលធំនៅខាងមុខជួនកាលយើងអាចដឹងអាចដើរជិះបានប៉ុន្តែអត់ច្បាស់ជាកាយបងបាទហើយបើខ្ញុំបន្តគឺមើលអត់ឃើញទេតិចក៏អត់ឃើញដែរតែវាជាទម្លាប់ទៅហើយរស់នៅប្រចាំថ្ងៃពីកំណើតមកឬក៏ទៅតែបច្ចុប្បន្នកាលឬក៏ពេលណាមួយទេសម្រាប់ខ្ញុំពីកំណើតបងកើតមកគឺយើងមើលអត់ឃើញចឹងហ្មងបាទហើយសម្រាប់ខ្ញុំគឺដោយសារគ្រោះថ្នាក់លេងគ្រាប់បងគ្រាប់បន្តផ្ទុះណាយកទៅដុតតាំងពីអាយុ5ទៅ6ឆ្នាំមកម្ល៉េះអាបំបែងរំសេវហ្នឹងវាទៀតចំភ្នែកណាចូលខ្ញុំអាយុ28ឆ្នាំហើយបងបាទហើយខ្ញុំអាយុឆ្នាំនេះ34ឆ្នាំហើយបងខ្ញុំអញ្ចឹងខ្ញុំ41ហើយអូតែនៅក្មេងតែក្មេងហ្មងបាទខ្ញុំនិយាយទៅណាក៏គេថាខ្ញុំក្មេងដែរក្មេងជាងវ័យឥឡូវខ្ញុំហៅថាបងប្អូនស្រីចឹងណាចាបងចាយើងត្រឡប់មករឿងអតីតកាលរបស់បងប្អូនស្រីម្ដងថាតើមូលហេតុអីបានជាលេងគ្រាប់រំសេវឬក៏ធ្វើឲ្យវាប៉ះភ្នែកហើយបន្ទាប់មកវាកើតរឿងយ៉ាងម៉េចហើយសម្រាប់បងស្រីវិញតើកើតមកនឹងជួបបញ្ហាអីពាក់ព័ន្ធជាមួយនឹងភាពពិការរបស់គាត់ចឹងណាដូចឪពុកម្ដាយក៏បានទៅជាងថាលពឹសណានិយាយពីលពឹសបាទឃើញអីគឺមិនបានទេយកទៅដំយកទៅគោះយកទៅវាយអីចឹងទៅបាទតែថ្ងៃមួយហ្នឹងគឺរើសបានក្របហ្នឹងឃើញក្មេងៗឧស្សាហ៍លេងផាវលេងអីចឹងទៅហើយយើងគិតថាហ្នឹងវាប្រហែលជាដូចផាវដែរព្រោះទំហំវាគឺមិនធំជាងគ្នាប៉ុន្មានទេដូចផាវអញ្ចឹងយើងកាន់យកទៅដុតនៅក្នុងចក្រានបាយកាលហ្នឹងណាបងបាទយើងដុតហើយយើងអង្គុយមើលមិនបានទៅណាទេចាំមើលវាផ្ទុះខ្លាំងប៉ុណ្ណាបាទយើងគ្រាន់តែបោះចូលនៅក្នុងចក្រានហើយយើងអង្គុយមើលអញ្ចឹងអង្គុយអញ្ចឹងទៅស្រាប់តែផ្ទុះក្តាំងតែម្ដងមុខយើងនឹងគឺហូរមកសត្វឈាមទៅអញ្ចឹងទៅឪពុកម្ដាយយកទៅព្យាបាលនៅពេទ្យអស់រាប់ខែក៏អត់បានលទ្ធផលល្អដែរត្រូវខ្លាំងទេអូនបាទទៅខ្លាំងរហូតដល់សម្លាប់អញ្ចឹងហ៎ប៉ុន្តែដៃជើងអីត្រូវដៃជើងពីតូចទៅដែរក៏ប៉ុន្តែគេថាដូចយើងដឹងកោសិកាយវាក្មេងវាដោះសាច់ចិត្តលឿនបាទអញ្ចឹងហើយអត់មានស្នាមមានអីទេឪពុកម្ដាយគាត់សង្វាតខ្លាំងណាស់លក់ខ្ទេចលក់ខ្ទីទាំងអស់ដើម្បីកូនប៉ុន្តែទោះជាយ៉ាងណាការប្រឹងប្រែងរបស់គាត់គឺអត់បានជោគជ័យកាលហ្នឹងអំឡុងឆ្នាំណាដែរដែលលេងកៅជាងបង95 96ហ្នឹងអាយុខ្ញុំបានចំណានខ្ញុំកើតហើយជាខ្ញុំអាយុ4 5ឆ្នាំហ្នឹងបងបាទហើយកាលហ្នឹងលេងនៅស្រុកទេណោះបាទស្រុកខ្ញុំគឺនៅកពតស្រុកកំណើតអូយ៉ាបាទអ្នកស្រុកមួយគ្នាតើអូនៅកពតដែរខ្ញុំនៅអង្គរជ័យអូខ្ញុំទៅមាសបាទគ្នាបាទនេះអ្នកស្រុកណាអូនខ្ញុំអ្នកបាត់ដំបងបងអូអញ្ចឹងបានថាអ្នកកពតជួបអ្នកបាត់ដំបងណាចាចូលនេះវិញពេលដែលកើតមកយើងពិការតាំងពីកំណើតណាខ្ញុំពិការពីកំណើតប៉ុន្តែអត់ល្ងឹតឈឹងឯបងគេថាពីតូចមកអាចមើលឃើញបាន50ទៅ60%ហើយម្ដាយឪពុកខ្ញុំដំបូងឡើយក៏គាត់អត់ដឹងថាកូនល្ងឹតដែរកាន់តែតូចណាពេលថ្ងៃអត់អីទេតែពេលយប់ឡើងបញ្ចុកបាយគាត់ឃើញខ្ញុំរាវអញ្ចឹងណារាវយកដៃស្ទាបយកដៃរាវមើលអត់ឃើញទេអត់ឃើញស្លាបព្រាឃើញអីដែលគាត់បញ្ចុកមកណាអញ្ចឹងទៅគាត់ក៏ចាប់អារម្មណ៍គាត់គិតថាខ្ញុំនឹងគេហៅចាស់ហៅល្ងឹតមន់ណាបងល្ងឹតពេលយប់អញ្ចឹងក៏គាត់អត់បានគិតគូឲ្យដែរដល់ពេលក្រោយមកមួយឆ្នាំទៅ2ឆ្នាំទៀតគាត់ចាប់ដើមដឹងតិចម្ដងថាខ្ញុំហ្នឹងមើលអត់ឃើញច្បាស់ដូចគេទេហើយក៏ព្យាយាមយកទៅព្យាបាលច្រើនកន្លែងដែរបងនៅពេទ្យនៅស្រុកខ្មែរនេះបាទហើយពេទ្យគាត់
បានតែឆ្លោះមើលឆ្លើយអីចឹងទៅគាត់ថាយើងហ្នឹងខូចបាតភ្នែកតែថាតែសាយបាតភ្នែកយើងហ្នឹងខូចឡើងខ្មៅអស់ហើយប៉ុន្តែកៅភ្នែកនៅល្អទៀតអីទេតែខូចអាបាតខាងក្រោមហ្នឹងបងទៅព្យាបាលច្រើនកន្លែងដែរតែអត់ជាទេហើយពីមួយឆ្នាំទៅមួយឆ្នាំវាចុះរហូតហើយខ្ញុំក៏ធ្លាប់បានសិក្សាអក្សរភ្លឺដែរអញ្ចឹងណាពូម្ដាយខ្ញុំហ្នឹងគាត់ជាគ្រូបឋមសិក្សាអញ្ចឹងខ្ញុំរៀនអែបមួយគាត់រហូតដល់ថ្នាក់ទី6ចប់បឋមសិក្សាគឺភ្នែករបស់ខ្ញុំធ្លាក់ខ្លាំងមែនទែនដល់កម្រិតមួយថាមើលអក្សរលើក្តារខៀនក៏អត់ឃើញអង្គុយតុកដាក់ចិត្តហើយនៅអត់ឃើញទៀតក៏ការជាការចុះឈ្មោះចូលរៀននៅសាលាអប់រំពិសេសដែលគាត់បដោះបដាលជនមានពិការភាពភ្នែកនិងកូនថ្លង់ណាបងគិតមកដល់សប្តាហ៍ថ្ងៃនេះគឺមើលមិនឃើញប្រហែលភាគរយតែម្ដងឥឡូវនេះនៅសល់ត្រឹម 5% អីទេបងអូអញ្ចឹងបានន័យថាខ្ញុំមកអង្គុយហ្នឹងក៏អត់ស្គាល់មុខខ្ញុំច្បាស់ដែរមែនអត់ទេឃើញតែស្មៅស្ទងអញ្ចឹងណាបងតាន់យើងអត់ដឹងថាមុខមនុស្សមិនរូបរាងមិនអត់ដឹងទេគាត់តែចង់ជំរាបជូនបងប្អូនថាប្រហែលជាពួកគាត់ក៏អាចធ្លាប់ដឹងថាតើពួកគាត់មានរូបរាងយ៉ាងម៉េចដែរហើយតែបើសម្រាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ពេលនេះគឺខ្ញុំមកដល់ខ្ញុំគិតថាពួកគាត់ទាំងប្តីទាំងប្រពន្ធគឺទាំងស្អាតទាំងសង្ហាយើងធ្វើម៉េចវាធម្មជាតិមកអញ្ចឹងយើងអាចប្រឆាំងបានណាគឺតម្រូវឲ្យពួកគាត់នឹងគឺបែបហ្នឹងប៉ុន្តែឥឡូវនេះគឺយើងមានអ្នកបន្តវេនហើយเนาะតែអ្នកបន្តវេនគាត់អត់បញ្ហាអីទេមែនទេឬក៏មិនឬក៏ពេទ្យអាចមើលឃើញដែរទេអត់ហ៊ានអះអាងដែរអញ្ចឹងគាត់បានតែថាកាយសម្បទាអីអត់អីទេអញ្ចឹងណាអវយវៈគាត់ធម្មតាប៉ុន្តែរឿងភ្នែករបស់គាត់អានឹងយើងអត់ហ៊ានសន្មត់ដែរបាទនាងពីដើមឡើយតែមានបញ្ហាហ្នឹងតែឯងឬក៏អាចថាមានគ្រួសារមានតំណពូជមកដែរនៅក្នុងគ្រួសារខ្ញុំមាន2នាក់មានបងស្រីខ្ញុំបងធំជាងគេហ្នឹងគាត់ល្ងិតដូចខ្ញុំអញ្ចឹងតម្រង់ភ្នែកកៅភ្នែកនេះមើលទៅល្អដូចគ្នាអញ្ចឹងប៉ុន្តែខូចបាតភ្នែកមើលអត់ឃើញទេក្នុងចំណោមបងប្អូនទាំងអស់ប្រហែលអ្នកដែរបងប្អូនខ្ញុំ5នាក់ទាំងខ្ញុំតែមាន2នាក់មានបញ្ហាចាស្រី3ហ្នឹងស្រី2គាត់មានបញ្ហាភ្នែកចាម្នាក់ទៀតអត់អីទេតែបើប្រុសអត់អីទេប្រុសអត់អីទេបងបើពេទ្យពេលខ្លះគាត់អះអាងថាមកពីឪពុកម្ដាយខ្ញុំគាត់ជីដូនមួយគ្នាអញ្ចឹងណាបងដល់ពេលសែនវារៀងចិត្តគ្នាអញ្ចឹងទៅអាចឆ្លងដល់កូន